បាទសួស្តីបងប្អូនអរគ្នាវិលជួបគ្នាសាជាថ្មីនៅមេរៀនទី4មេរៀនទី4នេះគឺយើងនឹងបង្កើតជារូបភាពបាទដោយគេហៅថាយករូបភាពពីគេហើយយើងមកបំលែងជារូបភាពរបស់យើងណាយកជារូបភាពយើងកែច្នៃជារបស់យើងអញ្ចឹងតើតោងនឹងចំណុចនេះគឺបងប្អូនត្រូវចូលយើងត្រូវប្រើពីកម្មវិធីបាទពីកម្មវិធីជាមួយនឹង Leo Nado ហើយជាមួយនឹង Chat GPT បាទអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនចូលទៅហើយចំណុចនេះគឺអ្នកវីដេអូអស់នេះគឺជាវីដេអូពេញនិយមបាទតែស្រីបងប្អូនប្រហែលជាត្រូវទឹកភ្លៀងថ្ងៃមិញរឿងផ្ដាសាយបន្តិចបាទអញ្ចឹងបងប្អូនចូលនៅក្នុងហ្នឹងទៅហើយបងប្អូនមើលរូបភាពណាដែលបងប្អូនគិតថាជាការពេញនិយមចូលចិត្តដែលភាគច្រើនដែលគេធ្វើអញ្ចឹងបងប្អូនខ្ញុំនឹងអូស scroll មើលយករូបភាពមួយដែលយើងចង់ធ្វើហើយវាជាការពេញនិយមនេះជារូបភាព AI ដែលប្រើទៅគឺជាការពេញនិយមច្រើនមែនតើជារូបភាពនេះផងឥឡូវខ្ញុំយករូបភាពនេះចុះបាទយករូបភាពនេះក៏ជាការពេញនិយមដែរអញ្ចឹងរូបភាពនេះដូចជាគេអត់ឲ្យយើង down ទេអញ្ចឹងយើង short screen យកមកទៅបាទអញ្ចឹងយើងបានរូបភាពប៉ុណ្ណឹងហើយយើងយកតាណាទៅបងប្អូនប្រហែលឲ្យ down តាខាងក្រោមនេះអូខេអញ្ចឹង down ដូចហើយអញ្ចឹងយើងបានរូបភាពប៉ុណ្ណេះបាទរូបភាពប៉ុណ្ណេះហើយយើងចេញទៅយើងចូលមកក្នុង chat GPT របស់យើងអញ្ចឹងបងប្អូនចុចនៅកន្លែងនេះមកយើងចូលទៅយករូបភាពដែលយើងបាន down មិញណាបាទយើងចូលមកហើយយើងត្រូវទៅសេនៅទីកន្លែងនេះហើយយើងត្រូវទៅសេថាសុំឲ្យនេះ give me a mix of this give me a mix of this in the platform của bạn này chỉ mở ỏi on ok chỉ mở chat sorry បងប្អូនខ្ញុំសរសេរខុសអញ្ចឹងបងប្អូនចូលមកវិញand give me a mix give me from a mix of this give me from a mix of this អូខេយើងឲ្យវាទៅសេជាព្រំបាទសេព្រំហើយយើងនឹងយកអូខេនេះវាឲ្យបងប្អូនអញ្ចឹងអានេះមានន័យថារូបភាពរបស់គេបងប្អូនរូបភាពរបស់គេយើងមកបំលែងឲ្យជារូបភាពរបស់យើងអញ្ចឹងបងប្អូនចុចនៅកន្លែងនេះមកបាទបងប្អូនចុចកន្លែងនេះមកបងប្អូន copy ណាអូខេបង copy យកមកដើម្បីឲ្យខ្លាយជារូបភាពរបស់យើងអញ្ចឹងបងប្អូនចូល
vào con nòng Leonardoវិញមកអូខេចូលមកនឹងវិញចូលមកលេង generate វិញមកចឹងកន្លែងនេះយើងត្រូវ clear ចោលហើយយើង copy យើងមិញហ្នឹងយើងផាសរបស់យើងមិញមកហើយយើងជាមួយយើង generate តើវាដូចជារូបរបស់គេអត់បាទនេះជាមេរៀនទី4ណាបងប្អូនចង់បងប្អូនមើលមេរៀនពីទី1ទី2ទី3ទី4បាត់រហូតមកបន្តទៅខ្ញុំនឹងធ្វើជាមេរៀនបន្ថែមធ្វើម៉េចឲ្យបងប្អូនចេះតាមដំណាក់កាលទេបងប្អូនចង់បងប្អូនកុំចង់ចេះដល់ណានៃផ្សេងទៀតអញ្ចឹងតាមដំណាក់កាលនេះបងប្អូនឃើញថាវាធ្វើឲ្យមាន4រូបភាពអញ្ចឹងស្អាតបងប្អូនគឺដូចចុចមើលទៅឃើញទេដូចរបស់គេមកអញ្ចឹងបងប្អូនដូនយករូបភាពនឹងមួយទុកទៅបាទទុកទៅបាទរូបភាពគឺស្អាតតែព្រោះគឺ original image គឺស្អាតគឺដូចពិតបាទស្អាតអូខេវីដេអូនេះមេរៀនទី4នេះមានប៉ុណ្ណេះយើងនឹងជួបគ្នានៅមេរៀនទី5ជាបន្តទៅបាទសូមអរគុណ